ngày nay bạn đọc podcast pi mong rồi viện bong hay bị sao chỉ môi năng ở kịch lý đài nhưng ai đến số ban chọn mình tên pi podcast môi nắng hay nhầm chấp vào lòng cho nó muối đài nó có podcast này chẳng này chẳng mình bỏ sai rồi nắng nhầm chẳng ai bọc ôn từ đọc cái lạnh năng sân chứ ខ្ញុំមានអ្នកផ្ទះខ្ញុំគាត់stroke គាត់ស្លាប់មកជារៀងខ្លួនហើយកាលហ្នឹងគាត់កកឈាមនៅក្នុងខួរក្បាលត្រូវវះកាត់ខូចខាតខួរក្បាលថ្ងាសខាងមុខគាត់អាយុឥឡូវ60ជាងហើយគាត់ដូចកូនក្មេងអញ្ចឹងគឺត្រូវយំត្រូវអីអាហ្នឹងជាវិទ្យាសាស្ត្រមួយដែលខ្ញុំថាអូខួរក្បាលថ្ងាសខាងមុខនៅពេលដែលខូចខាតគឺមនុស្សប្រែទៅជាផ្សេងហ្មងអត់អាចពិចារណាហេតុផលគាត់មានសតិដឹងតែគាត់ធ្វើអីគឺគាត់ឆ្លើយតបរឿងគ្រប់យ៉ាងទៅតាមអារម្មណ៍បាទទៅតាមអារម្មណ៍ចាបង ក៏ប៉ុន្តែចាំទៅវីដេអូ podcast មួយហ្នឹងគឺច្រើនខ្លឹមសារនិយាយទៅលើរឿងធម៌អញ្ចឹងណាប៉ុន្តែដោយសារខ្ញុំគឺជាអ្នកកាន់សាសនាអ៊ីស្លាមអញ្ចឹងពេលគាត់និយាយអំពីចំណុចហ្នឹងខ្ញុំនឹកឃើញទៅដល់មេរៀនមួយដែលខ្ញុំធ្លាប់សិក្សាពីមុនអញ្ចឹងណាខ្ញុំចង់ចែករំលែកអំពីមេរៀនមួយហ្នឹងអញ្ចឹងយើងមើលទៅលើវិជ្ជខណ្ឌ2នៅក្នុងគម្ពីរកូរ៉ានគឺនៅក្នុងជំពូកអល់អាឡុកវិជ្ជខណ្ឌទី15ដល់ទី16 Kalla la illam yantahi lanas fa'am bin nasiyah អញ្ចឹងពាក្យកន្លែង bin nasiyah ហ្នឹងបើសិនជានិយាយចំទៅគឺសំដៅទៅលើថ្ងៃនេះអញ្ចឹងឡើយបកប្រែថាប្រសិនបើគេមិនឈប់បំពេញទេនោះគេនឹងគឺសំដៅទៅលើអាប៊ូជាហលដែលជាបរិសម្នាក់នៅជំនាន់ព្យាការីមហាម៉ាត់សាសឡាំហើយគេនឹងគឺជាមនុស្សម្នាក់ដែលប្រឆាំងជាមួយអ៊ីស្លាមខ្លាំងមែនទែនជាពិសេសប្រឆាំងជាមួយនឹងព្យាការីមហាម៉ាត់សាសឡាំដែលតែធ្វើបាបធ្វើទុកបុកម្នេញនិយាយទៅធ្វើទរណកម្មអ្នកដែលមានជំនឿនៅជំនាន់ហ្នឹងខ្លាំងមែនទែនហ្មងអញ្ចឹងម្លងពេលហ្នឹងអល់ឡោះបានបញ្ចុះគម្ពីរកូរ៉ានបញ្ចុះវិជ្ជាខណ្ឌហ្នឹងដែលបញ្ជាក់ប្រាប់ថាបើសិនបើគេអាប៊ូជាហលហ្នឹងណាមិនឈប់បំពេញទៅនោះមិនឈប់ធ្វើអំពើក្រក់ទេយើងអល់ឡោះហ្នឹងគឺនឹងចាប់ក្បាលរបស់គេរុញទម្លាក់ទៅក្នុងនរកជាមិនខានអញ្ចឹងវិជ្ជាខណ្ឌមួយទៀតគឺជាប់គ្នាហ្នឹងណាស៊ីយ៉ាទីនកាឌីបាទីនខទីអាគឺក្បាលអ្នកដែលភូតកុហកនិងសាងបបកម្មអញ្ចឹងណាស៊ីយ៉ាហ្នឹងគឺសំដៅទៅលើនេះបើយើងគិតពីចំនួន1400ជាងឆ្នាំមុនសួរថាហេតុអីបានជាសុកអល់ឡោះបញ្ជាក់ថាកន្លែងហ្នឹងគឺជាកន្លែងភូតកុហកហេតុអីក៏ទ្រង់អត់បញ្ជាក់ថាអាប៊ូជាហលកុហកនៅត្រង់មាត់ដោយសារមាត់គឺជាអ្នកនិយាយមិនអញ្ចឹងហេតុអីបានជាពាក់ព័ន្ធនៅកន្លែងហ្នឹងអញ្ចឹងបើសិនជាយើងមើលវិទ្យាសាស្ត្រដែលគេបានសិក្សាស្រាវជ្រាវច្រើនករណីដែរប៉ុន្តែខ្ញុំសូមលើកពីករណីដែលគេបានសិក្សានៅសាកលវិទ្យាល័យ Pennsylvania គេបានសិក្សាទៅលើអ្នក volunteer អ្នកស្ម័គ្រចិត្តមួយក្រុមដែលគេយកឧបករណ៍ឆ្លោះscan ខួរក្បាលគាត់ហ្នឹងដើម្បីសិក្សាទៅលើការធ្វើការងាររបស់ខួរក្បាលអញ្ចឹងពេលហ្នឹងម្លងពេលដែលគេសម្ភាសហ្នឹងគេបានសួរសំណួរមួយចំនួនហើយគេសិក្សាថាតើនៅពេលដែល volunteer ហ្នឹងគាត់និយាយកុហកតើខួរក្បាលធ្វើការបែបម៉េចអញ្ចឹងនៅពេលដែល volunteer ហ្នឹងគាត់បានកុហកគឺគេបានស្ទង់មើលថាផ្នែកនៃខួរក្បាលដែលបានធ្វើការនៅពេលដែលមនុស្សកំពុងកុហកហ្នឹងគឺកន្លែងនេះគេហៅថា free cortex ឬក៏ frontal lobe នៅកន្លែងខាងនេះហ្នឹងគឺវាកំពុងតែធ្វើចលនាចឹងចង់បញ្ជាក់ថាខួរក្បាលដែលធ្វើចលនាខួរក្បាលដែលបំពេញតួនាទីឬក៏បញ្ជាក្នុងការកុហកអីហ្នឹងគឺសិតនៅកន្លែងនេះចឹងសុទ្ធថាហេតុអីបានជាគម្ពីរកូរ៉ាន1400ឆ្នាំមុនគេអាចដឹងរឿងហ្នឹងអញ្ចឹងវាមិនចម្លែកទេដោយសារតែអ្នកដែលគាត់អាចដឹងរឿងហ្នឹងបានតើតើអ្នកដែលគាត់ design កន្លែងហ្នឹងអ្នកដែលគាត់រៀបចំកន្លែងហ្នឹងបានគាត់អាចដឹងកន្លែងហ្នឹងបានអញ្ចឹងវាមិនជារឿងចៃដន្យទេហើយក្នុងគម្ពីរកូរ៉ានគឺមានរឿងអច្ឆរិយៈច្រើនខ្លាំងមែនទែនដែលវិទ្យាសាស្ត្រតែរកឃើញទេអញ្ចឹងសង្ឃឹមថាការចែករំលែកខ្លីរបស់ខ្ញុំមួយនេះនឹងក្លាយជាចំណេះដឹងថ្មីមួយសម្រាប់បងប្អូនដែលគាត់តែងតែស្វែងយល់អំពីសាសនាអ៊ីស្លាមចឹងបាទអរគុណច្រើន